ទើបងើបឡើងវិញជាថ្មីបន្តិចស្រាប់តែរឹតអូមេហ្គាថាបុត្រសីហាសូមចាក់ចេញពីវិស័យចម្រៀងព្រោះហេតុផលទាំងនេះមហាជននិយមតាមដានរឿងរ៉ាវសិល្បៈជាពិសេសពាក់ព័ន្ធនឹងម្ចាស់ពានកម្មវិធី The Voice Cambodia រដូវកាលទី1លោកបុត្រសីហាច្បាស់ជាបានជ្រាបខ្លះៗមកហើយចានៅភ្ជុះភ្លៀងរឿងរ៉ាវអាស្រូវរបស់លោកជាបន្តបន្ទាប់ចាយ៉ាងណាមិញក្រោយភ្លៀងមេឃស្រឡះហើយនោះមួយរយៈធំចុងក្រោយនេះលោកបុត្រសីហាក៏មិនបានលេចលឺនៅព័ត៌មានមិនល្អណាមួយទៀតដែរចាដោយលោកក៏បានវិលត្រឡប់មកកាន់វិស័យសិល្បៈជាថ្មីនិងបានចេញចម្រៀងទៀតផងលើពីនោះក្រៅពីអាជីពសិល្បៈលោកបុត្រសីហាក៏ជាបុគ្គលិកនៅក្នុងហាងរបស់លោករឹតអូមេហ្គាចាដែលគេស្គាល់ថាជាអ្នកដឹកនាំមួយរូបនិងជាអ្នកបើកឱកាសជ្រោមជ្រែងឲ្យបុត្រសីហាចូលមកកាន់វិស័យចម្រៀងជាថ្មីចាយ៉ាងណាមិញស្រាប់តែនៅថ្ងៃទី22ខែឧសភាឆ្នាំ2025នេះលោករឹតអូមេហ្គាបានចេញមកបង្ហោះសារថាលោកបុត្រសីហាលែងជាបុគ្គលិកនៅហាងរបស់លោកហើយព្រមទាំងបានបន្ថែមថាបុត្រសីហាបញ្ឈប់អាជីពជាតារាចម្រៀងហើយក៏ព្រោះតែលោកចាទទួលរងការមាក់ងាយមិនបានចាក្នុងនោះលោករឹតអូមេហ្គាចាបានបង្ហោះសារចំនួន2ជាបន្តបន្ទាប់ចាដោយសារទី1រៀបរាប់ថាខ្ញុំសូមប្រកាសបុគ្គលឈ្មោះនប់កំសែងហៅយៈនិងបុត្រសីហាលែងជាបុគ្គលិកនៅហាង Ella House របស់ខ្ញុំនិង YK Lab ទៀតហើយដូចនេះរាល់ទង្វើឬរឿងអ្វីដែលបុគ្គលទាំងពីរនេះសាងលែងពាក់ព័ន្ធអីជាមួយនឹងខ្ញុំនិងហាងខ្ញុំទៀតហើយចារីឯសារទី2រៀបរាប់ថាខ្ញុំសូមមិននិយាយអ្វីទាំងអស់បញ្ជាក់សីហាមិនបានទៅជក់ថ្នាំទៀតទេតែគាត់ប្រាប់ខ្ញុំថាគាត់ពិបាករងសម្ពាធនឹងពាក្យគេមើលងាយរើសអើងគាត់ពេលគាត់អានខមមិនមានអ្នករិះគន់គាត់ជេរគាត់ហើយពេលនៅហាងមានគេហៅគាត់អាតារាបែកថ្នាំអាចជាប់គុកគាត់ខ្មាស់គេសីហាសូមខ្ញុំឈប់ច្រៀងហើយសូមរស់នៅតាមសមាជិកធម្មតាវិញខ្ញុំសុខចិត្តខ្មាស់គេមួយប្រទេសខ្ញុំសូមទោសផងដែលបានអះអាងជួយសីហាបានតែចុងក្រោយនៅតែមិនអាចឲ្យសីហាមានទីផ្សារចូលសិល្បៈវិញបានតែខ្ញុំពិតជាបានខំអស់ហើយខ្ញុំជួយគេតែផលដែលបានមកវិញមានតែការខកចិត្តអាល់ប៊ុមសីហា6បទខ្ញុំនឹងទុកដល់ឱកាសជួយអ្នកផ្សេងដែលគេចង់ច្រៀងចង់ល្បីពិនប្រាកដ